Hello guys ថ្ងៃនេះជួបគ្នាទៀតហើយដោយសារថ្ងៃនេះគឺយើងរៀន carrot cake វាពិសេសដែរអញ្ចឹងណាអញ្ចឹងខ្ញុំថតវីដេអូឲ្យនឹងមាន yes អារម្មណ៍ថាចង់កាត់ឲ្យអ្នកនរគ្នាមើលតែម្ដងនំនឹងឆ្ងាញ់ណាអញ្ចឹងមុននឹងមិញគឺសិតតែគឺជាគ្រឿងផ្សំគឺខ្ញុំបានទៅសេដាក់លើនឹងហើយបងប្អូនអាចស្កប់វីដេអូមើលបានចាឲ្យសម្រាប់ការ៉ុតគឺយើងឈូសវាបែបនេះឈូសវារៀងម៉ត់តិចណាចឹងឥឡូវគឺយើងក្លឹងគ្រឿងរួចហើយគឺយើងចាប់ផ្ដើមតែម្ដងចាចាប់ផ្ដើមកូរក្រុមទី1ឲ្យរលីស្ករអញ្ចឹងក្រុមទី1គឺមានពងមាន់10គ្រាប់ស្ករ220ក្រាមហើយអំបិល40ក្រាមអញ្ចឹងកូរល្បាយទាំង3ហ្នឹងឲ្យវាចូលគ្នាឲ្យសព្វណាចាហើយសម្រាប់ម៉ាស៊ីននេះអីគឺលោកគ្រូគាត់បានបរៀនហើយតែបើអ្នកទាំងអស់គ្នាធ្វើយូរទៅច្បាស់ជាចេះហើយបើកម៉ាស៊ីនប្រើម៉ាស៊ីនអីទាំងអស់ហ្នឹងគឺសិតតែចេះហើយបើថាទៅមុខទៅចាយើងត្រូវប្រើម៉ាស៊ីនបើមិនប្រើទេគឺយើងមិនអាចវាយដៃរហូតទេវាធ្វើអត់តាន់ឧទាហរណ៍ថាធ្វើច្រើនគីឡូអីទៅចាមិនវាយបាក់ដៃអស់ហ่ะអូខេចឹងគឺយើងវាយអានេះគឺអាចរយៈពេលវា5-6នាទីដែរមុនពេលនឹង5-6នាទីដើម្បីរំលាយស្ករចឹងណាចាហើយនេះគឺយើងចាក់ស្ករនឹងចូលហើយបងប្អូនចង់កូរយឺតក៏បានដែរចង់កូរលបឿនវាប៉ុណ្ណេះក៏បានដែរសំខាន់កុំឲ្យវាឡើងកូរវាមកល្មមរលាយស្ករចឹងណាហើយបន្ទាប់មកគឺយើងសម្រាប់ម្សៅបងប្អូនសម្រាប់ក្រុមទី3គឺយើងត្រូវរែងវាដើម្បីកុំឲ្យវាមានអាដុំហ្នឹងពេលយើងឲ្យកូរអត់ម៉ត់ទេចាកំឡុងពេលហ្នឹងគឺមានអ្នកខ្លះរែងចឹងទៅអ្នកខ្លះគឺចាក់ក្រុមទី2ចូលចឹងជំហាននេះគឺជំហានដែលចាក់ក្រុមទី2ចូលបន្តិចម្ដងក្រុមទី2យើងគឺមានតែអុយមួយទេអាប្រេងឆាហ្នឹងគឺទម្ងន់សរុបវា400ក្រាមហ្នឹងហើយចាក់វារហូតដល់អស់ហើយកូរវាឲ្យសព្វដូចគ្នានិយាយទៅនំនេះស្រួលដែរអញ្ចឹងពេលដែលសព្វហើយគឺយើងបានចាក់ក្រុមទី3និងទី4ចូលក្រុមទី3យើងគឺមាន cake flour ម្សៅ cake ហ្នឹងគឺ450ក្រាម baking powder 15ក្រាម custard powder ហ្នឹង30ក្រាមហើយលោកគ្រូបានប្រាប់ថាបើសិនជាអត់មាន custard ទេអត់ដាក់ក៏អត់អីដែរអញ្ចឹងណាហ្នឹងហើយអញ្ចឹងពេលយើងរែងវាហើយគឺយើងចាក់ចូលវាម្ដងតិចកូរវាឲ្យសព្វចូលគ្នាដូចគ្នាចាហើយបន្ទាប់មកគឺយើងចាក់ក្រុមទី5ចូលក្រុមទី4ហ្នឹងចូលតែម្ដងក្រុមទី4អត់មានន័យទេគឺមានតែការ៉ុតឈូសហើយហ្នឹងគឺ300ក្រាមតែប៉ុណ្ណោះហើយសម្រាប់ការ៉ុតហ្នឹងហើយពេលយើងចាក់គឺត្រូវទុកវាបន្តិចចឹងណាបងប្អូនដើម្បីទុកធ្វើ topping ពីលើអញ្ចឹងយើងដាក់ចូលក្នុងល្បាយម្សៅខ្លះយើងទុកនៅខាងក្រៅខ្លះដើម្បីរោយពីលើកុំភ្លេចតិចចាក់ចូលអស់ទៅអត់មានអីរោយទេហើយបន្ទាប់មកគឺយើងកូរឲ្យសព្វចូលគ្នាកូរឲ្យសព្វការ៉ុតនឹងចូលល្បាយដូចគ្នានិយាយទៅនំនេះគឺអត់សូវផ្អែមទេបងប្អូនសម្រាប់ការ៉ុតខេកហ្នឹងហើយបើតាមខ្ញុំដឹងជនជាតិគឺចូលចិត្តណាស់ការ៉ុតខេកហ្នឹងវាឆ្ងាញ់វាទន់ហើយក៏វាអត់សូវផ្អែមដែរអញ្ចឹងបើសិនជាយើងចង់កាត់ជើងលឿនចាយើងដាក់ផ្អែមខ្លាំងអូខេអញ្ចឹងពេលកូរវាសព្វចូលគ្នាហើយគឺយើងដកចេញពីម៉ាស៊ីនគឺយើងកូរនឹងដៃចាគឺយកវែកស៊ីលីកូននេះកូរចុះកូរឡើងឲ្យវាសព្វចូលគ្នាអញ្ចឹងទៅណាហើយបន្ទាប់មកគឺយើងចាក់ចូលពុម្ពសម្រាប់ពុម្ពនេះគឺបងប្អូនមុននឹងចាក់ចូលត្រូវលាបប៊ឺសិនណាដើម្បីកុំឲ្យវាជាប់អញ្ចឹងណាចាហើយយើងត្រូវមានអាកែវក្រិតនេះមួយនេះកែវក្រិតមានដៃហ្នឹងគឺយើងអាចចាក់ចូលវាហើយ
ងាយស្រួលផ្ទេរទៅក្នុងពុំបើសិនចាក់ទាំងអានេះទាំងអាបូនេះហ្មងគឺ ចាវាពិបាកពេកចឹងណាអូខេហើយបន្ទាប់មកយើងចាក់ចូលពុំអត់ឲ្យពេញពេកទេចាក់ចូលត្រឹមតែ 80% ប៉ុណ្ណោះចាក់ទាល់ទៅអស់ម្សៅទៅហើយចាំយើងដាក់ដុតហើយនិយាយទៅមានតែប៉ុណ្្នឹងងាយស្រួលហើយឆ្ងាញ់ទៀតបងប្អូនមើលហើយធ្វើតាមណា ឆ្ងាញ់មែនអានេះបងប្អូនអាចធ្វើឲ្យក្មេងៗញ៉ាំក៏បានមនុស្សចាស់ក៏បាននិយាយទៅស្រួលហ្មងហើយបន្ទាប់មកយើងទុកធ្វើអីអាការ៉ុតដែលយើងទុកហ្នឹងគឺរោយក្រួយវាហើយដាក់លក់ដាក់លក់ដាក់ដុត អូយនិយាយពីថាតឡានហើយនឹងនិយាយខុសដាក់ដុតវាកម្ដៅ200អង្សាខាងលើហើយខាងក្រោម180អង្សារយៈពេល35នាទីអាស្រ័យទៅលើពុំអញ្ចឹងណាអញ្ចឹងនេះគឺជាលទ្ធផលរបស់យើងស្អាតមែនតែនហើយឆ្ងាញ់មែនតែនហើយឈ្ងុយមែនតែនអូខេអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាកុំភ្លេចជួយចុច follow ហើយ subscribe ផងណា See you